នឹងឲ្យសួស្តីអ្នកគ្នាអ្នកដែលចង់បានតាមដានព័ត៌មានអាចឆាតមកខ្ញុំបានណាខ្ញុំដាក់គ្រប់នៅក្នុងហ្នឹងអាចចុច join បានអ្នកគ្នាហ្នឹងហើយអញ្ចឹងការ trading យើងត្រូវតែតាមដានព័ត៌មានទាក់ទងទៅនឹងលុយដុល្លារព្រោះលុយដុល្លារជាផ្នែកធំមួយដែលធ្វើឲ្យមាសប្រែប្រួលអញ្ចឹងណាអញ្ចឹងបើយើងនិយាយថាតម្រូវការមាសក៏វាជាផ្នែកមួយដែលធ្វើឲ្យតម្លៃមាសវាកើនឡើងដែរប៉ុន្តែជាផ្នែកមួយធំទៀតគឺប្រាក់ដុល្លារអញ្ចឹងប្រាក់ដុល្លារមានកត្តាអ្វីដែលធ្វើឲ្យប្រាក់ដុល្លារប្រែប្រួលខ្លាំងគឺវាមានកត្តាច្រើនណាស់ដូចជាកត្តាគោលនយោបាយរបស់ធនាគារកត្តារបស់សហរដ្ឋអាមេរិកអញ្ចឹងណាការឡើងនឹងការថយផ្សេងៗទាក់ទងទៅនឹងអតិផរណាឬក៏អស្ថិរភាពនយោបាយមានកត្តាច្រើនមែនទែនកត្តាសង្គ្រាមកត្តាបច្ចុប្បន្នថ្មីនេះគឺសហរដ្ឋអាមេរិកបងដឹងហើយថាបានឈានទៅដល់ការ shut down ណាបិទរដ្ឋសភាហ្នឹងអាចនឹងប៉ះពាល់ខ្លាំងមែនទែននៅប្រាក់ដុល្លារអញ្ចឹងអញ្ចឹងព័ត៌មានគឺជាផ្នែកមួយធំដែលសំខាន់ដែលធ្វើឲ្យរូបបច្ចុប្បន្នមួយដែលវាមានការធ្លាក់នឹងឡើងគឺអាស្រ័យទៅលើសេដ្ឋកិច្ចរបស់ប្រទេសហ្នឹងឯងអញ្ចឹងយើងត្រូវតែតាមដានអ្វីដែលផ្នែកសំខាន់យើងត្រូវតែចេះតាមដានព័ត៌មានអស់ទាំងហ្នឹងឯងអញ្ចឹងអ្នកខ្លះគាត់អត់ចេះព័ត៌មានទេព័ត៌មានប្រភពជា website ផ្សេងជាភាសាអង់គ្លេសខ្លះអាចប្រយល់អញ្ចឹងណាពួកអាច join មកតាមដានព័ត៌មានសំខាន់មែនអញ្ចឹងមកដឹងហើយថាមួយរយៈនេះមាសគឺឡើងខ្លាំងមែនអញ្ចឹងបើសិនជាបងប្អូន sale គឺអត់កើតទេអញ្ចឹងនៅក្នុងក្រុមខ្ញុំគឺព្យាយាមឲ្យបងប្អូនខ្ញុំទម្លាក់ព័ត៌មានបងប្អូនដឹងថាព័ត៌មានណាវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចលុយដុល្លារព័ត៌មានសង្គ្រាមផ្សេងៗខ្ញុំទម្លាក់ហើយប្រាប់ថាបងប្អូនថាគឺព្យាយាមទិញតាំងពីដើមមកខ្ញុំអត់ដែល recommend ឲ្យ sell ទេតាំងពីដើមមកតាំងពីមាសព្រែកនេះល្បាក់ sideways ធំវា 3000 ជាងហ្នឹងគឺខ្ញុំអត់ដែលឲ្យ recommend ឲ្យ sell ទេគឺខ្ញុំឲ្យ throw លោកតបាយទេអញ្ចឹងអ្នកនរគ្នាអញ្ចឹងដូចខ្ញុំបានជែកអញ្ចឹងព័ត៌មានសេដ្ឋកិច្ចលុយដុល្លារនិងសង្គ្រាមគឺសំខាន់ធ្វើឲ្យមាសនេះវាប៉ះពាល់ចូលដែរអញ្ចឹងណាពួកយើង trade លុយទៅគូដុល្លារជាមួយនឹងមាសអញ្ចឹងនេះមាសជាមួយដុល្លារមាសXAU USD អញ្ចឹងនិមិត្តសញ្ញាមាសគឺ XAU ដុល្លារគឺ USD ហ្នឹងឯងអញ្ចឹងយើងនៅក្នុងនេះគឺអត់ trade មាសទេគឺ trade ធៀបនឹងលុយtrade នឹងនេះ currency មាសធៀបមួយដុល្លារណាអ្នកនរចង់វិញច្រើនពេកចាំអាចឆានបានណាបងប្អូនណាខ្ញុំព្យាយាមទម្លាក់ព័ត៌មានការអនឡាញ